រៀបរាប់ការពិពណ៌នា describing a place ការពិពណ៌នាអំពីកន្លែងណាមួយ relative pronouns which who and where relative pronoun មានន័យថាម៉េចសព្វនាមជាឆ្នូត relative បានន័យថាតំណាក់តំណងឬក៏ញាតិសន្តាននៅខាងនេះយើងប្រើតែញាតិសន្តានវាមិនមែនជាមនុស្សផង relative សព្វនាមដែលភ្ជាប់តំណាក់តំណងអ្នកគ្រូពេលយើងទៅប្រឡងនេះយើងមើលនៅក្នុងសភៅថ្នាក់ពាក្យវាជា adjective clause គេហៅ clear គុណនាម which who and where which ប្រែថាមួយណា who ប្រែថានរណា where ប្រែថាឯណាយើងមើល read about the relative pronouns អានអំពី relative pronouns which who and where we can use which who and where to join sentences យើងប្រើពាក្យ which who ហើយនិង where ហ្នឹងដើម្បីភ្ជាប់ប្រយោគ complete the rules with the words places things or people now we use which for which យើងប្រើសម្រាប់អី which ជាមួយគ្រូ which យើងប្រើសម្រាប់វត្ថុ which យើងប្រើសម្រាប់វត្ថុណាមួយណាយើងប្រើសម្រាប់សម្គាល់វត្ថុនេះយើងបំពេញ thing ចុះដល់ពេល where គេប្រើសម្រាប់អីទី2 where គេប្រើសម្រាប់ឯណាកាលណាគេនិយាយពីឯណាគេប្រើសម្រាប់អីគេឯណាទីកន្លែងពេលវេលាអត់មានពេលវេលាតែទីកន្លែងទៅទឹកគូគេប្រើសម្រាប់មនុស្សគឺ people ចា៎ចឹងសព្វនាមឆ្នូតយើងនេះសព្វនាមតំណាក់តំណងឬក៏សព្វនាមឆ្នូតនេះគេប្រើមាន3ខុសៗគ្នា which គេប្រើចំពោះវត្ថុដល់ពេល where គេប្រើចំពោះទីកន្លែងហើយនេះ who គេប្រើសម្រាប់មនុស្សគ្រូ slow មែនអត់ទេកំពុងតែឲ្យឆ្ងល់មានអីឆ្ងល់អត់គ្រូអត់កន្លែងហើយជប់គេប្រើសម្រាប់ទីកន្លែងគេសម្រាប់ទីសម្រាប់វត្ថុអត់មានទេគ្រូហើយយើងមើលក្មួយប្រកាសជាធ្លាប់ឮគេនិយាយតែគេដែលគេប្រើពាក្យដែលប្រហែលថាពូសំជាកសិករដែលពូកែជាងគេនៅក្នុងភូមិយើងពីដែលកន្លែងហ្នឹងសម្គាល់ឲ្យណាគេពូសំតែខ្ញុំមានសិភៅមួយក្បាល
ដែលជាសិភៅរូបមន្តល្អជាងដែលនឹងសម្គាល់ឲ្យសិភៅ สิบหก ខ្ញុំទៅលេងប្រាសាទអង្គរវត្តដែលជាទីកន្លែងដ៏ពិសេសសម្រាប់ប្រទេសខ្ញុំដែលនឹងសម្រាប់ ภาษาอังกฤษว่า អង្គរវត្ត อังกฤษ ចឹងអាពាក្យដែលទាំងអស់ហ្នឹងគេហៅវាថា relative pronoun relative pronoun pronoun តែសព្វនាម relative ប្រែថាតាក់ទងតំណែងឬក៏ភ្ជាប់ចឹងយើងអាចប្រែថាសព្វនាមឈ្នាប់សព្វនាមឈ្នាប់គឺសំដៅឲ្យជំនួសឲ្យនាមណាមួយដើម្បីភ្ជាប់ប្រយោគយើងមើលឧទាហរណ៍កន្លែង which គេថា I had a guidebook I had a guidebook ខ្ញុំមានសៀវភៅមគ្គុទ្ទេសក៍មួយ It was really useful វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់យើងឃើញគេប្រើពាក្យ it អញ្ចឹងគេអាចភ្ជាប់ប្រយោគហ្នឹងទៅជាប្រយោគតែមួយបានបើកាលណាយើងនិយាយថា I had a guidebook It was really useful មានន័យថាវាជាប្រយោគពីរដាច់ដោយឡែកពីគ្នាអញ្ចឹងយើងអាចភ្ជាប់ប្រយោគ ប៉ុន្តែនៅចូលគ្នា មិនដែរមក ប៉ុន្តែនៅចូលគ្នា ន័យវាបន្តគ្នារឿងរ៉ាវហ្នឹងវាបន្តគ្នាជាមើលយើងអាចភ្ជាប់វាមកប្រយោគតែមួយបានដោយមិនបាច់ចាំនិយាយពាក្យ it មកម្ដងទៀតទេ I had a guidebook which was really useful មានន័យថាខ្ញុំមានសៀវភៅមគ្គុទ្ទេសក៍មួយដែលជាសៀវភៅដែលមានសារៈប្រយោជន៍យ៉ាងខ្លាំងខ្ញុំប្រយោគហ្នឹងជាប្រយោគតែ អើយជីកឌីហ្នឹងឯកទេសមែនហ៎ guidebook ហ្នឹងមគ្គុទ្ទេសក៍ guidebook មគ្គុទ្ទេសក៍ផលគេឃើញ អត់ប្រាប់គេអត់ប្រាប់ដែរជាងអត់ដឹងថាមគ្គុទ្ទេសក៍ពីអីទេកាលណាគេអត់ប្រាប់ជាទូទៅតកតងទៅនឹង guide ដូចនៅសៀមរាបអីមគ្គុទ្ទេសក៍ទេសចរមគ្គុទ្ទេសក៍ហ្នឹងមានច្រើនជួនកាលមគ្គុទ្ទេសក៍អាហារូបករណ៍ក៏មានមគ្គុទ្ទេសក៍កន្លែង tour guide ក៏ជាមគ្គុទ្ទេសក៍ដែរចឹងនេះគេអត់បញ្ជាក់ប្រាប់យើងទេចឹងគឺប្រែបានត្រឹម guide តែតាមមគ្គុទ្ទេសក៍អត់ដឹងមគ្គុទ្ទេសក៍អីអាចជាមគ្គុទ្ទេសក៍នាំផ្លូវអាចជា tour guide អញ្ចឹងយើងអាចប្រើ which នេះជំនួសឲ្យ it កាលណា which ជំនួសឲ្យ it វាជាពាក្យដែលជំនួសឲ្យសព្វនាមមួយទៀតអញ្ចឹងវាដើរតួជាសព្វនាមឈ្នាប់មួយបន្ទាប់ពីនិយាយប្រយោគទី1ចប់គឺយើងប្រើ comma មួយហើយបញ្ចប់ផ្ដើមប្រើ sub relative pronoun ហ្នឹង which កន្លែងនេះសំខាន់ណាពេលប្រឡងខុសតែ comma នឹងមួយក៏ខុសដែរខុសអាសញ្ញាក្បៀសហ្នឹងណាហើយ which มันអាចយកទៅដាក់នៅខាងដើមបានទេបើយកទៅដាក់នៅខាងដើមវានឹងខ្លាចជាប្រយោគសំចាំទេ which អូខ្ញុំរៀនស្លូតបន្តិច hello ស្ដាប់បាន hello អូខ្ញុំស្លូត មិនហើយស្ដាប់គ្រូបានទេហ៎ អូខ្ញុំរៀនស្លូត គ្រូចង់និយាយរឿង which ហើយក្មួយច្រឡំជាមួយនឹង WA question ណាមួយធ្លាប់ឃើញយើងប្រើ which ប្រើថាមួយណាឧបមាថា which one is your pen អញ្ចឹងតើមួយណាជាប៊ិចរបស់អ្នក
កាលណាយើងយក which ទៅដាក់នៅខាងដើមមិនមែនប្រើសម្រាប់ជំនួសសព្វនាមឬក៏នាមណាមួយទេអញ្ចឹង which នោះនឹងคล้ายទៅជាសំណួរហើយជា WH question ហើយណាអញ្ចឹង which នេះគឺប្រើសម្រាប់ជំនួសឲ្យវត្ថុណាមួយបានហើយភ្ជាប់ប្រយោគពីរឲ្យចូលគ្នាហ្នឹងបានគេហៅថា relative pronoun ប្រយ័ត្នច្រឡំគ្នាអត់យល់ទេគ្រូ មួយនៅចាំពាក្យ which ហ្នឹងអត់ចា which ហ្នឹងប្រើសម្រាប់វត្ថុ ហ្នឹងហើយ which ប្រែថាម៉េច which មាន ខ្ញុំប្រើឲ្យលើមកសទុះចុងក្រោយ which មានណាចា which មានរកពណ៌ ECH ហ្នឹង which ប្រែថាមួយណាតើមួយណាហ្នឹងវាជា WH question គេប្រើវានៅក្នុង WH question លោកបានយ៉ាគ្រូ ចឹង which ប្រើ អាហ្នឹងគេប្រើទៅស្រួលមែនគ្រូ កាលណាគេប្រើវាជាសំណួរវាប្រែថាតើមួយណាអាហ្នឹងយើងប្រើវាជាមួយនឹង question ណា question with question word who ក៏អញ្ចឹងដែរ where ក៏អញ្ចឹងដែរប្រយ័ត្នច្រឡំគ្នាគ្រូចង់និយាយរឿងពីរដាច់ដោយឡែកកាលពីមុនយើងរៀន which who ហើយនឹង where នឹងដែរប៉ុន្តែ which who ហើយនឹង where ពេលនោះកាលពីយើងរៀនលើកមុននោះវាគឺជា question word ដែលគេយកមកបូកជាមួយនឹង question បង្កើតបានជាប្រយោគសំណួរដោយប្រើពាក្យសំណួរអាហ្នឹងរឿងមួយដែលយើងរៀនរួចហើយលើកនេះយើងរៀន which where who នឹងដែរប៉ុន្តែវាមិនប្រែថាមួយណានរណាកន្លែងណាទៀតទេវាប្រែថាដែលប៉ុន្តែដែលនោះវាជំនួសឲ្យវត្ថុនិងមនុស្សនិងទីកន្លែងនឹងដូចគ្នានៃបកប្រែស្តៀងគ្នាប៉ុន្តែការប្រើប្រាស់មិនដូចគ្នាទេយល់ហើយគ្រូ បាទ យ៉ា ឥឡូវយើងមកមើល where មួយទៀតគេសួរគេនិយាយថា we use where for places យើងប្រើទីកន្លែងប្រើ where សម្រាប់ទីកន្លែងឧទាហរណ៍ that's Buckingham Palace that's Buckingham Palace មានន័យថាម៉េចនោះគឺជាព្រះបរមរាជវាំង Buckingham the Queen lives in it ណាម្ចាស់ក្សត្រីរស់នៅទីនោះឬក៏រស់នៅក្នុងវានឹងប៉ុន្តែយើងអាចភ្ជាប់ប្រយោគពីរហ្នឹងឲ្យទៅជាប្រយោគតែមួយបានដល់យើងជំនួសពាក្យ where ដោយសារអី where គឺតំណាងឲ្យទីកន្លែងព្រះបរមរាជវាំង Buckingham ហ្នឹងហើយយើង that's Buckingham Palace where the Queen lives ចាប៉ុន្តែកុំភ្លេចដាក់ comma មុននឹងប្រើពាក្យ where វាឲ្យនេះហ្នឹងគ្រូបាទឥឡូវខ្ញុំគិតថាចំណេញជាងហើយវានេះជាងអ្នកចាំបាច់ឲ្យវាប្រើដូចតែគ្នានឹងមានក្បៀសមានអីឥឡូវខាននៅក្នុងក្បៀស យ៉ាយើងពិតពេលខ្លះយើងគិតថានោះចំណេញជាងតែយើងត្រូវតែយល់ពីបរិបទនៃការប្រើប្រាស់ទាំងអស់ហ្នឹងយ៉ាគ្រូ ប្រយោគខាងក្រោមនេះប្រយោគតែមួយប្រយោគនេះគេនិយមប្រើប្រាស់វាច្រើនជាងគេមិនចង់ប្រើប្រយោគច្រើនពេកបើសិនជាយើងអ្នករៀនយើងចូលចិត្តប្រើប្រយោគច្រើននិយាយមួយឲ្យដាច់មានន័យថាមានក្បាលមានកតុយមានប្រធានមានកិរិយាសព្ទមានកម្មបត្តិហើយយើងបញ្ចប់ប៉ុណ្ណឹងហើយបានយើងនិយាយតទៀតប៉ុន្តែនៅក្នុងការនិយាយស្ដីជាទូទៅកាលណាយើងនិយាយរបៀបហ្នឹងស្ដាប់ទៅវាគួរឲ្យធុញទ្រាន់ប្រហែលថា I go to school I go to work I live at
I live in រំលេចអីចឹងមើលទៅនៅតែអាយចឹងហ្នឹងបានជាមាន style ក្នុងការនិយាយផ្សេងពីហ្នឹងជៀសវាងការប្រើប្រាស់ប្រយោគច្រើនពេកហើយមួយទៀត and ការប្រើប្រាស់ and ច្រើនពេកក៏អត់ល្អដែរវា and នេះ and នោះយូរដឹងអាណាក្បាលណាកតុយហ្នឹងក៏ពិបាកដែរវានិយាយមួយទៀតគេប្រើ who សម្រាប់ people មកថា I'd like you to meet Andrea I'd like you to meet Andrea ខ្ញុំចង់ឲ្យអ្នកហ្នឹងទៅជួប Andrea She lives in the same street as me និយាយថានាងរស់នៅលើផ្លូវជាមួយខ្ញុំអញ្ចឹងយើងអាចភ្ជាប់ប្រយោគហ្នឹងទៅជាប្រយោគតែមួយបានដោយចំនួនពាក្យ she នឹងចេញណា I'd like you to meet Andrea who lives in the same street as me អញ្ចឹងវិញគេប្រើខាងណាណាយល់ទេ So in the thing តែយើងសាកមួយមើលចឹង yeah ឧទាហរណ៍យើងនិយាយថា My pen is red it's on my table បំលែងមិនបាន yeah បំលែងដាក់ my pen is red which is on my table Okay my pen is red which on my table យើងឃើញ which ហ្នឹងជំនួសឲ្យអីជំនួសឲ្យ it's ជំនួសឲ្យ it which on បាត់អីមួយអាន but it's ហ្នឹងឯងគ្រូ បាត់កិរិយាសព្ទនៅប្រយោគទី2 but it's មើលទៅប្រយោគហ្នឹងខ្លាចជាប្រយោគតែមួយហើយឲ្យគ្រូនិយាយថា your bag is blue is in the desk ចឹងយើងបំលែងវាទៅមិនបាន your bag is blue which is in the text yes your bag is blue ខាងណាមួយ which is in the desk okay តើបើនិយាយថា I visited Angkor Wat it was because it is the best place of Cambodia គ្រូថា the best place សម្រាប់គ្រូតែជាក់ស្ដែងមិន the best សម្រាប់ទាំងអស់គ្នាយើងអាចបំលែងមិនបាននេះ I visit Angkor Wat which is the best place in Cambodia I visited Angkor Wat ប្រើ
Pravich យើងប្រើ whereទីកន្លែងត្រឡង place of Cambodia មិនបានគេប្រើអញ្ចឹងមកពីអង្គរវត្តហ្នឹងជាទីកន្លែងហ្នឹង គ្រូចាំមិនន័យថា which where ហើយនឹង who ហ្នឹងដើរដូចតែគ្នាគ្រាន់តែប្រើផ្សេងគ្នាមែន ហ្នឹងហើយនេះមើលកន្លែងដែលគ្រូពេញខាងដើមនេះហើយគ្រូខំបញ្យល់នៅសន្ទុះធំមិញហ្នឹងគឺ which ប្រើសម្រាប់វត្ថុ where ប្រើសម្រាប់ទីកន្លែងហើយនឹង who ប្រើសម្រាប់ people នោះក៏ឧទាហរណ៍មួយទៀតថា I went to អាតិចនឹងគេមិនទៀតណា ហាក់តិចនេះទេគ្រូ It is the coldest place in the world យើងអាចបំបញ្ញទៅមិនបាន I want to achieve who is the coldest plant in the world ទីកន្លែងហ្នឹងទីកន្លែងមែនគ្រូ បាទ ទីកន្លែងចឹងហើយ I want to achieve where is the coldest plant in the world ចេះប្រើនៅយ៉ាង គ្រូអត់ចេះប្រែនឹងហៅនឹង aesthetic នឹងគេអង អាហ្វ្រិកហ្នឹងកន្លែង trip អង្គអាហ្វ្រិកហ្នឹងAntarctic អូផ្លេចពីអង្គតាតិចហ្នឹងទាំងគេសេមិនកន្លែងពិសោធន៍ហ្នឹងគ្រូ អង្គតាតិច trip អង្គតាតិច trip ទៅកកនៅប៉ូលខាងជើង អត់ស្គាល់តែ Iceland អូអីវាមួយងាយមើល which is the coldest place where is the coldest place in the world ឧទាហរណ៍មួយទៀតថា I met a Superman he helped me out បើរស់ពីពីង he helped me out of the fire មានន័យថាម៉េច ខ្ញុំចង់ជួប Superman អញ្ចឹងហើយយើងដាក់ឲ្យ Superman គាត់បានជួយខ្ញុំ
ចេញពីអគ្គិភ័យហើយយើងយកមកភ្ជាប់ប្រើ relative pronoun មើល I meet a Superman who helped me out of the plane. Okay I met a Superman កាលគឺយើងទុកកាលធម្មតាដែរណាយើងត្រូវប្រើ comma មួយហើយបានយើងដាក់ who help me out of the fire អញ្ចឹងវារកឧទាហរណ៍ឲ្យគ្រូមួយមើលទាក់ទងនឹងការប្រើប្រាស់ who Chồng my friend ខ្ញុំបានចង់ថាខ្ញុំបានជួយបុរសម្នាក់ខ្ញុំបានជួយបុរសម្នាក់ហើយគាត់គឺជាfarmer កសិករចឹងយើងនិយាយថាម៉េច I met a man I met a man គាត់គឺជាកសិករ he's a farmer ពេលយើងបំលែងមកខ្ញុំlạiបាន I met a man who is a farmer who is okay ស្ដាប់មកទៀតមើល Thôi cho bây giờ xong vậy bị coffee chua bụng ពីជប់ក៏បាន coffee chua tại chế không đại my cat ម៉ារបស់ខ្ញុំគឺលយនាងគឺជា It's a cat cute cat cute គឺស្ដាប់អត់បានទាំងចង់និយាយពីអី họ bây giờ khơi không ហើយយើងសាកគិតជាខ្មែរសិនណា chứ bây giờ chẳng vậyថាខ្ញុំមានឆ្មាមួយហើយឆ្មារបស់ខ្ញុំគឺជាឆ្មាដែលជូត ឆ្មាដែល cute Yeah. Yes I have a cat he is a cute cat he's a very cute cat ឥឡូវបើយើងចង់ឆ្មាធម្មតាវាប្រើ it ទេណាឆ្មាប្រើ it ទេប៉ុន្តែដោយសារនៅសមាជិកជាមួយយើងអាចប្រើពាក្យ he ជំនួស it នៃហ្នឹងប៉ុន្តែដល់ពេលយើងដូរទៅជា relative pronoun យើងប្រើអី យើងប្រើ who ហូបានណាមិន
ចឹងក្នុងករណីនេះបើសិនជាក្មួយចង់ប្រើឲ្យត្រូវកុំឲ្យច្រឡំក្មួយមិនបាច់ឲ្យតម្លៃគាត់ទៅជា he ទេដោយសារសត្វវត្ថុសត្វគឺគេប្រើ it តែពេលខ្លះ he យើងប្រើយើងឲ្យតម្លៃស្មើជាមនុស្សនៅពេលយើងយកទៅប្រើនៅកន្លែងផ្សេងទៀតស្ដាប់យល់ចឹងបាទគុំមកញញ៉ៃ I have a cat it is a very cute cat ចឹងបានយើងមកទៅសេកន្លែង relative pronoun វាអត់ថយ I have a cat which is a very cute cat ចាំមកន័យថាសត្វយើងអត់ប្រើហូទេ បាទវាអត់ប្រើហូកាទេ តែបើយើងប្រើហូកាត់អត់ចុះកន្លែងហ្នឹង អានប្រើហូគេយល់ថាជាមនុស្ស ប៉ុន្តែយើងនិយាយពីសត្វហ្នឹង បាទ គេអត់យល់ទេ ឧទាហរណ៍ថាកន្លែងហ្នឹងជាកន្លែងសម្រាប់មនុស្សសង្គ្រោះបន្ទាន់អីចឹងតែយើងយកឆ្មាទៅវាស្មានថាមនុស្សខំរុញក្រែរុញអីមកគេរត់មកមើលឆ្មាទេតែនៅគូឃើញគេចូលចិត្តហៅសត្វចិញ្ចឹមថាដូចមនុស្សចឹងប្រើ she បើសិនជាសត្វញីទៅគេប្រើ she ធម្មតាដូចមនុស្សអូខេមានអីឆ្ងល់ទេកន្លែងហ្នឹង article good គ្រូនាំគ្រូទៅមើលខាងមុខតិចទៀតទី2គេដាក់ join the sentences with which who or where អានេះគ្រូបង្កើតនាំបង្កើតមិញអញ្ចឹងមិនពិបាកទេឲ្យតែយើងយល់ហើយយើងទៅយកពីនេះមកបង្កើតហ្មងទៅទី1គេថា we staying at the old parsonage យើងកំពុងតែស្នាក់នៅឯ old parsonage នេះជាឈ្មោះសន្តាគារគេ is my favorite hotel វាគឺជាសន្តាគារដែលខ្ញុំចូលចិត្តឥឡូវបើយើងចង់ភ្ជាប់ប្រយោគហ្នឹងភ្ជាប់យ៉ាងម៉េច យើងប្រើ where ដោយសារវាទីកន្លែង ដោយសារវាជាទីកន្លែងដែលយើងស្នាក់នៅអញ្ចឹងយើងទៅសេចូលមក ហ្នឹងយើងមិនព្រួយហ្មងឯគ្រូយើងដាក់វាចូលតម្រងហ្មងមែន បាទដល់សេឡើងវិញក៏សេទៅតែគ្រូមានកន្លែងសេចិត្តហ្នឹងគ្រូទៅសេយកមកក្នុងសភៅប្រហែលជាត្រូវទៅសេ ខ្ញុំសេលើសភៅដៃ ប្រឆិតយ៉ាងម៉េចឲ្យអស់អូផាសូណៃគ្រូកំណែស្គាល់ដែរកន្លែងហ្នឹង where is my ហូមិនកន្លែងនេះគេប្រើ it ចឹង អូកន្លែងនេះគេដាក់ it's my favorite hotel
វាគឺជាសន្តាគារដែលខ្ញុំចូលចិត្តអញ្ចឹងអានេះมันសំដៅលើទីកន្លែងសន្តាគារទេសំដៅលើ វត្ថុ សន្តាគារគេចាត់ទុកជាវត្ថុមួយឬក៏ជារបស់មួយដែលគេចូលចិត្តมันសំដៅលើកន្លែងទេយើងយកអីមកចំនួនកន្លែងហ្នឹង យើងយកវិច ណាយើងយកវិចជាមួយចំនួនសន្តាគារមានច្រើនតែគេមិនសំដៅលើកន្លែងសន្តាគារទេសំដៅលើសន្តាគារតែមួយនឹងតែម្ដងដែលគេចូលចិត្ត Yeah. គេបន្ទាប់ពីហ្នឹងមើលអស់មកនឹងក្រោមគេដាក់ It's my favorite hotel ចង់និយាយ It's my favorite complete comma favorite នេះយើងទៅសេអញ្ចេះឃើញខុសដោយសារតែបោះអាមេរិកាំងអីទេមួយទៀតទី2គេថា We went to Amsterdam my brother lives there we went to Amsterdam who live there who នេះអត់ទេបើយើងប្រើ who មួយក្នុងនេះយើងត្រូវ យើងប្រើ who ប្រើ there មិនគ្រូ ពេលដែលគេនិយាយពី Amsterdam នេះតើគេសំដៅលើកន្លែង Amsterdam ឬក៏សំដៅទៅលើរបស់ Amsterdam ជារបស់ឬក៏ Amsterdam ជាទីកន្លែង Amsterdam ហ្នឹងគឺជាទីកន្លែង អូខេអញ្ចឹង we went to Amsterdam my brother lives there រស់នៅទីនោះយើងចាត់ទុកជាទីកន្លែងបើជាទីកន្លែងយើងប្រើ where អូខេ where my brother អត់មានកិរិយាសព្ទនេះទេកិរិយាសព្ទគេ live ទេអញ្ចឹង where my brother lives where my brother lives ខុសពីអាមុន which is អានេះ where my brother អញ្ចឹងmy brother កន្លែងនេះគឺជា subject ណា where my brother lives ជាទីកន្លែងដែលបងប្រុសរបស់ខ្ញុំរស់នៅមើលទី3មួយទៀតទី3 we met the hotel ownerមានន័យថាម៉េច hotel owner ពួកយើងបានជួបសន្តាគារនៅក្នុងទីក្រុងហើយគ្រូ owner ប្រែថាម្ចាស់ ម្ចាស់សន្តាគារ យើងបានជួបម្ចាស់សន្តាគារ He was very friendly គាត់គឺរួសរាយរាក់ទាក់អញ្ចឹងតើគេនិយាយពី hotel ឬក៏និយាយពី owner អូនណា អូខេអញ្ចឹងបើ owner who យើងប្រើអី which who where who was very friendly yes who was very friendly ចាប់
đam vô đấy nè យ៉ា មួយទៀតមួយចាង ក៏new com ខ្ញុំបានទិញណានថ្មីខ្ញុំមានណានថ្មី It's my faster than my old one គ្រូទី4អត់ចេះប្រែ have got ប្រែថាម៉េច have got ខ្ញុំមាន ខ្ញុំមានពេកញូខា អត់ទេគ្រាន់តែចេះតែអាមុខក៏ខ្ញុំមានឡានថ្មីមួយ it's វាគឺ វាគឺច្រើន that much faster than អា faster ហ្នឹងលបឿន faster ប្រែថាម៉េច លបឿននេះគ្រូលឿនណាស់ វាតាក់ទងនឹងលបឿនហ្នឹងប៉ុន្តែវាមិនបើយើងនិយាយថាលបឿនវាជានាម កម្លាំងខ្លាំងមែន fast ប្រែថាលឿនតែដល់ពេល faster យ៉ាងលឿន ណាទេអត់ទេដែរ faster លឿនជាង នេះគ្រូលឿនជាងយ៉ាងលឿនហ្នឹងខុសគ្នាមែន យ៉ាងលឿន fast ដែរប៉ុន្តែវាជាគុណកិរិយាទេ fast អត់មាន fastly ណា fast ដដែលគុណនាមក៏ fast គុណកិរិយាក៏ fast ប្រែថាយ៉ាងលឿនតែអានេះ faster ប្រែថាលឿនជាងមានន័យថាគេប្រៀបធៀបតែដល់លឿនច្រើនជាងលឿនច្រើនជាង more faster គេប្រើ much faster អូយ faster มันអាចរាប់បានទេបើសិនជារាប់បានគេប្រើ more អញ្ចឹងឯង យ៉ា ចុះបើស្អាតអីរាប់អត់បានដែរគេប្រើអី រាប់អត់បានគេប្រើ much គេប្រើ more handsome វាអត់ប្រើ much handsome ទេណាអាហ្នឹងយើងរៀនហើយឯងគុណនាមមាន2 3ព្យាង្គទៅគេប្រើ more ឬក៏ much សម្រាប់របស់រាប់អត់បានប៉ុន្តែកន្លែងនេះ much ហ្នឹងក៏ដើរតួនាទីប្រែថាច្រើនជាងដែរ faster ហ្នឹងប្រែថាលឿនជាងដល់ពេល much faster លឿនជាងដាច់ហ្មងលឿនជាងខ្លាំងមែនតើហ្មងអញ្ចឹង much កន្លែងនេះអត់ពាក់ព័ន្ធជាមួយនឹង more ទេ faster បានពាក់ព័ន្ធ faster នេះគឺជាគុណនាមកម្រិតប្រៀបធៀបអញ្ចឹងណា much កន្លែងនេះมันពាក់ព័ន្ធនឹងប្រៀបធៀបmuch ឬក៏ more ហ្នឹងទេ much នេះប្រែថាច្រើនខ្លាំងឬក៏ដាច់ហ្មងប្រៀបធៀបទៅនឹងឡានចាស់របស់គាត់ហ្នឹងគឺវាលឿនជាងដាច់គាត់ចង់និយាយចឹងលឿនជាងឆ្ងាយបើសិនជាឡានចាស់ ប្រៀបមែនប្រយោគប្រៀបធៀបមែន អត់ដឹងថាប្រយោគហ្នឹងប្រៀបធៀបអីចា ដឹង ប្រៀបធៀបឡានចាស់ហើយនឹងឡានថ្មី much faster ហ្នឹងបើសិនជាអាមុនបើកបានតែ30គីឡូម៉ែត្រក្នុង1ម៉ោងអានេះបើកបាន100 កៅអីចឹងណាហ្នឹងថាលឿនជាងដាច់ហ្មង much faster យ៉ាគ្រូ ឥឡូវយើងនិយាយគេនិយាយហ្នឹងគេនិយាយពីអីនិយាយពីឡានថ្មីឬក៏និយាយពីលឿន លឿនជាងដាច់ខ្ញុំមានឡានថ្មីលឿនជាងនិយាយពីឡានដែលមានល្បឿនលឿន យើងត្រូវសរសេរគឺ I've got a new car តែអី which where who តែអីដែរ អាហ្នឹងប្រើពីគេគ្រូ ប្រើអី ខែវាជាវត្ថុអីឡានវត្ថុពីគេ
đừng thà vật thổ ấy tay khu công pong tay xui thà pra ấy Hết chưa? which pra which pra who rồi gặp pra where Pravi. which Ừ. pra which cũng sẽ which à which ấy tiết Chụp chụp. Which is much faster than my old one? okay which is much faster than my old one good job នៅសាលទី5ណាតែចាស់ Người vậy cái mình làm sao bạn? អត់ទី5មើលទី5ទៀតមើលមើលទី5មួយទៀតមើល We want to Paris. As my cái gì ấy nữa. Bữa chọn tới Paris. ចង់ទៅឬក៏បានទៅ Bạn cần. Ý, chọn tới tớ vô nữa. zoom មើលតិចមើលមានវ៉ាន់តិចដឹង Bạn. Bữa ăn tới Paris. Nhưng mà xong mặt sợi bọc nhóm để ca nói tin đâu. Buổi chiều nhóm anh ấy kêu យើងមើលប្រយោគនេះនិយាយពីយើងនិយាយពីខ្ញុំនិយាយពី girlfriend ឬក៏និយាយពី Paris buổi chiều bạn tới Paris nhóm bạn sống mặt sợi bọc nhóm riêng caនិយាយពីខ្ញុំដែលបានសុំមិត្តស្រីរៀបការ ប្រយោគពីរនេះគេនិយាយអំពី Paris គេថាគេបានទៅ Paris ដែលជាទីកន្លែងដែលសុំប្រពន្ធគាត់ការចាអញ្ចឹង we went to Paris តែអី Paris ជាកន្លែងជា ជាកន្លែងប្រើអើយវែ Okay, then where I ask my girlfriend to marry me. Good. Check. ចំណុចនេះសំខាន់ណាមួយណាត្រូវចាំវាទុកផងកាលពីគ្រូទៅប្រឡងនៅ Kingdom គ្រូអត់ចេះអត់ដែលចេះប្រយោគប្រភេទហ្នឹងទេហើយទៅប្រឡងចេញអាហ្នឹងចេញសិតតែនោះ គ្រូយំអត់ มันជាយំអីទេកាលហ្នឹងគ្រាន់តែប្រឡងយកអាហារូបករណ៍គ្រូទៅប្រឡងគាត់អត់ចេះទេហ្នឹងអត់ដែលឃើញមកគេគ្រាន់ឲ្យភ្ជាប់ប៉ុណ្ណឹងហើយអត់យល់ហើយវាគេអ្នកចេះថាមានអីទៅពិបាកគាត់ដាក់ខមាឲ្យទៅសេ2 3ប្រយោគហ្នឹង3 2 3ពាក្យហ្នឹងចូលអត់ចេះប្រឡងបានតែទីប៉ុន្តែអ្នកផ្សេងទៀតក៏ប្រឡងបានតែថ្នាក់ទី2គាត់អត់យល់ទេគេអ្នកចេះក៏ប្រឡងបានតែថ្នាក់ទី2ហ្នឹងគេប្រឡងចូលរៀនអត់អស់លុយឯងបើប្រឡងបានថ្នាក់ខ្ពស់ទៅយើងរៀនអស់រយៈពេលតិចយើងឆាប់ចប់ទៅប្រឡងគ្រូអង់គ្លេសឯមួយចំនួនទៅប្រឡងគាត់សិនអ្នកចេះដែរទៅប្រឡងបានថ្នាក់ទី2ដែរអូខេអញ្ចឹងពេលសម្រាប់ទៅមួយរំលឹកអានឹងឡើងវិញដោយបង្កើតឧទាហរណ៍បន្ថែមឲ្យគ្រូ5ទៀតដល់5 3ហ្នឹងឥឡូវដាក់6ព្រោះអានេះមាន3ពាក្យមកពាក្យ2ប្រយោគ អូខេគ្រូ
job ចឹងយើងស្រាប់ប៉ុណ្្នឹងសិន100 ម៉ោងចិននេះ See you tomorrow កា good luck Goodbye, ciao, see you tomorrow.